ភាគពីរយូឈីក៏បានជួបការមករបស់គាត់ក្នុងការឆ្លើយនៅសំណួរចុងក្រោយក៏ពួកយូឈីក៏បានសង្ស័យទៅកាន់មនុស្សចំនួន3នាក់ដែលមានដូចជាម៉ាកូតូឈីហូនិងតេនជីហើយក្នុងចំណោមអ្នកដែលគាត់បានសង្ស័យទាំង3នាក់នោះគឺមានម្នាក់គឺជាជនក្បត់ដែលមានគោលបំណងទម្លាក់ទឹកប្រាក់បំណុលចំនួន20លានទៅកាន់យូតូរីក៏តែវាក៏អាចនោះទេដោយសារយូឈីគាត់បានធ្វើឲ្យតួលេខនៃបំណុលរបស់គាត់គឺបានកើនឡើងទ្វេដងហើយយូឈីក៏បាននិយាយបោកទៅកាន់មករបស់គាត់ថាការក្នុងហ្គេមមុនមានច្បាប់មួយដែលបានសរសេរថានៅពេលដែលហ្គេមត្រូវបានបញ្ចប់អ្នកណាដែលមានតួលេខច្រើនជាងគេនឹងត្រូវបានការពិន័យក៏តែពេលនេះគឺវាមិនប្រកបនោះទេហើយនៅពេលដែលហ្គេមត្រូវបានបញ្ចប់អ្នកដែលជាជនក្បត់នឹងក្លាយជាអ្នកដែលចាញ់ដ៏ធំបំផុតដោយសារនៅក្នុងសម្បត្តិរបស់គាត់គឺមានលក្ខខណ្ឌពិសេសមួយដែលបានសរសេរថានៅពេលដែលហ្គេមត្រូវបានបញ្ចប់អ្នកដែលនៅចុងក្រោយគេដែលមានតួលេខនៃបំណុលតិចជាងគេនឹងត្រូវបានការពិន័យចាយសក់ពួកកាឈូក៏បានសួរការចាយសក់ខ្លីថាតើមានគេជឿគាត់អត់ហើយចាយសក់ខ្លីនឹងក៏បាននិយាយថាអ្នកសាកស្រមៃមើលថាប្រសិនបើអ្នកគឺជាជនក្បត់ក្នុងចំណោមជនសង្ស័យទាំង3ហើយអ្នកព្យាយាមធ្វើឲ្យតួលេខនៃបំណុលរបស់អ្នកធ្លាក់ចុះត្រាប់ធ្វើបានបន្ទាប់មកអ្នកក៏មានគោលបំណងប្រមាណទៅកាន់សត្វបំណុលរបស់អ្នកក៏តែអ្នកត្រូវចងចាំថាប្រសិនបើអ្នកគេហ៊ានបាញ់ឬប្រមាញ់ទៅកាន់សត្វនៃបំណុលរបស់អ្នកនោះអ្នកនឹងស្ថិតនៅលើបាតដៃនៃគម្រោងការរបស់យូឈីដែលគាត់បានក្រុងទុកជាមិនខានដោយវាប្រៀបបានថាអ្នកគឺជាសត្វកញ្ជ្រោងដែលស្ថិតនៅផ្នែកងឹតហើយចំណែកយូឈីក៏ជាអ្នកប្រមាញ់ដែលស្ថិតនៅផ្នែកភ្លឺហើយប្រសិនបើអ្នកគឺហ៊ានបង្កសម្លេងឬក៏បានបង្ហាញខ្លួននៅកន្លែងដែលភ្លឺនោះអ្នកនឹងត្រូវបានប្រមាញ់ដោយយូឈីជាមិនខានហើយពេលនោះអត្តសញ្ញាណដែលជាជនក្បត់របស់អ្នកនឹងត្រូវបានលាតត្រដាងតែម្ដងហើយជំរឿល្អបំផុតក្នុងនាមអ្នកគឺជាជនក្បត់គឺរងចាំដោយភាពស្ងប់ស្ងាត់បមកកាន់យូឈីវិញយូឈីក៏បាននិយាយថាមិននឹងគាត់និយាយលេងទេហើយពេលនោះយូឈីក៏បានប្រាប់កាន់មករបស់គាត់ឲ្យចាប់ផ្ដើមឆ្លើយនៅសំណួរទី5ដែលជាសំណួរចុងក្រោយដើម្បីបញ្ចប់នៅហ្គេមមួយនេះខណៈពេលនោះយូឈីក៏បានគិតក្នុងចិត្តរបស់គាត់ថាបង្កើតនៅភាពកុហកធ្វើឲ្យជនក្បត់មានភាពច្របូកច្របល់ហើយជនក្បត់នឹងធ្វើអ្វីតាមផែនការដែលបានគ្រោងទុកហើយនៅពេលដែលពួកគាត់កំពុងតែឆ្លើយនៅសំណួរពេលនោះពួកគាត់ម្នាក់គិតថាកុំឲ្យចម្លើយលោតថាទេសោះហើយនៅពេលដែលចម្លើយត្រូវបានបង្ហាញចម្លើយក៏បានលោតមកខាងយ៉ែដែលជាចម្លើយដែលត្រឹមត្រូវហើយពួកគាត់ក៏បានឈ្នះនៅក្នុងហ្គេមមួយនេះផងដែរគ្រូស៊ីបានសម្អាតនៅហ្គេមទី1ទទួលបានទឹកប្រាក់ចំនួន2លានយ៉េនយូឈីក៏បានគិតនៅក្នុងចិត្តថាគាត់គឺមិនទាន់បានរកឃើញនៅភាពខុសប្រក្រតីរបស់ជនក្បត់នោះទេហើយគាត់បដិញ្ញាថាគាត់នឹងវែងមុខរបស់ជនក្បត់នៅហ្គេមទី2តែម្ដងហើយយូឈីក៏បានសួរកាន់មករបស់គាត់អំពីតួលេខនៃបំណុលរបស់ពួកគាត់ដោយពួកគាត់ទាំង4នាក់គឺមានតួលេខនៃបំណុលគឺនៅសល់ចំនួន3លាន6សែនយ៉េនដូច្នេះនៅពេលដែលហ្គេមត្រូវបានបញ្ចប់ទឹកប្រាក់នៃបំណុលត្រូវបានកាត់បន្ថយចំនួន40000យ៉េនខណៈពេលជាមួយគ្នានោះយើងបានឃើញថាតេនជីគាត់បានធ្វើអ្វីមួយគេរៀងខុសប្រក្រតីយូឈីក៏បានគិតក្នុងចិត្តរបស់គាត់ថាពួកឯងម្នាក់សំដាយនិយាយកុហកបិទសំជុំម៉ែហើយបើចូលចឹងយើងនឹងចូលរួមសម្ដែងជាមួយពួកឯងផងដែរហើយយូឈីក៏បាននិយាយថាគាត់ក៏នៅសល់ទឹកប្រាក់បំណុលចំនួន3លាន6សែនផងដែរបន្ទាប់ពីនោះម៉ាណាប៊ូគាត់បានហៅពួកគាត់ដើម្បីចាប់ផ្ដើមនៅហ្គេមទី2តែយូឈីក៏បានរលែកថាឥឡូវគាត់របបមួយជើងគាត់សុំចងមួយជើងសិនបន្ទាប់ពីម៉ាណាប៊ូបានឃើញបែបនេះម៉ាណាប៊ូគាត់ក៏បានចាំទៅកាន់យូឈីទេគាត់ក៏បានទៅមុនតែម្ដងបន្ទាប់ពីពួកគាត់ក៏បានចាក់ចេញទៅអស់យូឈីក៏មិនយอมអងពេលយូរទេយូឈីក៏ចាប់ដើមមើលនៅសម្បត្តិសំណួរទាំងអស់នោះតែម្ដងបន្ទាប់ពីយូឈីក៏បានមើលនៅសម្បត្តិសំណួរអស់នោះពេលនោះសម្បត្តិសំណួរនៃលក្ខខណ្ឌពិសេសត្រូវបានរលុបដោយគ្មានមូលហេតុហើយចាស់សក់ខ្លីជាគ្រប់គ្រងនៃហ្គេមមួយនេះក៏បានប្រើឲ្យយើងបានដឹងថាលក្ខខណ្ឌពិសេសដែលបានសរសេរក្នុងសម្បត្តិសំណួរទាំងអស់គឺត្រូវបានប្រើឡើងដោយទឹកថ្នាំពិសេសក្នុងគោលបំណងរក្សានៅឯកជនភាពរបស់អ្នកចូលរួមនៅពេលដែលហ្គេមត្រូវបានបញ្ចប់តាមការកំណត់នៃពេលវេលាណាមួយអក្សរដែលបានសរសេរឡើងដោយទឹកថ្នាំពិសេសនឹងត្រូវបានរលុបដោយស្វ័យប្រវត្តិហើយដើម្បីឲ្យប្រកាសថាអាចកំបាំងរបស់អ្នកចូលរួមគឺនៅតែជាអាចកំបាំងក្នុងកំឡុងពេលដែលយូឈីគាត់រមើលនឹងសម្បត្តិសំណួរទាំងអស់នោះពេលនោះឈីហូនេះក៏បានត្រឡប់មកកន្លែងមួយនេះវិញដែលសារឈីហូនេះគេមានរឿងអ្វីមួយខ្ចង់និយាយប្រាប់ទៅកាន់យូឈីហើយឈីហូនេះក៏បានសួរទៅកាន់យូឈីថាតើគាត់ក៏បានសង្ស័យទៅកាន់ណាគេម្នាក់ថាជាជនក្បត់មែនទេហើយតើគាត់គឺសង្ស័យទៅកាន់ណាគេខ្លាំងជាងគេបងអស់ហើយយូឈីក៏បាននិយាយថាអ្នកដែលគាត់បានសង្ស័យខ្លាំងជាងគេគឺជាឈីហូផ្ទាល់លើចឹងក៏បានធ្វើឈីហូគ្នារៀងកាំងផងដែរហើយឈីហូនេះក៏បានសួរទៅកាន់យូឈីថាតើហេតុអ្វីបានជានាងទៅវិញហើយយូឈីក៏បាននិយាយថាមូលហេតុដែលគាត់បានសង្ស័យបែបនេះក៏ព្រោះតែនៅពេលហ្គេមចាប់ផ្ដើមដំបូងឈីហូនេះជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងការលេងហ្គេមមួយនេះដំបូងគេបងអស់ដូច្នេះហើយទៅគាត់ក៏បានសង្ស័យទៅកាន់ឈីហូខ្លាំងជាងគេនៅពេលដែលឈីហូនេះបានលើបែបនេះឈីហូនេះក៏បាននិយាយថានាងក៏បានសង្ស័យទៅកាន់យូឈីផងដែរថាគាត់ជាអ្នកលួចចំនួន2លានយ៉េនដែលសារជីវិតរបស់គាត់សប្តាហ៍ថ្ងៃហ្នឹងគឺក្រីក្រខ្លាំងមែនតើឮចឹងក៏បានធ្វើយូឈីគាត់ខឹងយកតែម្ដងហើយយូឈីក៏បាននិយាយថាបើសង្ស័យមកគាត់បែបនេះតើឥឡូវហ្នឹងរកគាត់រៃហ្នឹងងងប់ស្អីនៅពេលដែលឈីហូនេះបានលើនៅសំណួរមួយនេះឈីហូនេះក៏បានមុខក្រហមតែម្ដងហើយឈីហូនេះក៏បាននិយាយថា
មូលហេតុដែលនាងមកទីនេះដោយសារនាងគឺស្រឡាញ់ទៅកាន់យោឈីនឹងឯងនៅពេលដែលយោឈីបរោះស្មោះស្នេហ៍បានលើបែបនេះក៏បានធ្វើគាត់បានអៀនតែម្ដងហើយបានអ្នកគ្នាចង់ដឹងថាបរោះស្មោះស្នេហ៍យោឈីគាត់ស្មោះដល់ថ្នាក់ណាអ្នកគ្នាទៅមើលម៉ាញ់ហ្គាខ្លួនឯងទៅបានដឹងដល់យោឈីបរោះស្មោះស្នេហ៍របស់យើងហ្នឹងគឺស្មោះស្នេហ៍សាហាវខ្លាំងមែនទែនហើយឈីហូនេះក៏បាននិយាយប្រាប់កាន់យោឈីថាតាមពិតទឹកប្រាក់នៃបំណុលរបស់នាងក៏មិនមែន3លាន6សែននោះទេដោយទឹកប្រាក់របស់នាងគឺវាបានកើនឡើងនៅពេលដែលនាងក៏បានបង្កនៅសម្លេងនៅពេលដែលហ្គេមចាប់ផ្ដើមមកម្ល៉េះដូច្នេះទឹកប្រាក់នៃបំណុលរបស់នាងពិតប្រាកដនោះគឺ7លាន6សែនយេហើយហ្គេមបន្ទាប់ដល់ពួកគាត់ត្រូវលេងនោះគឺវាស្ថិតនៅលើជាន់លើបង្អស់របស់សាលារៀនបន្ទាប់មកម៉ាណាប៊ូថ្មីក៏បានបង្ហាញខ្លួនចេញមកដែលក្នុងនាមជាអ្នកណែនាំតែម៉ាណាប៊ូមួយនោះគឺមានឈ្មោះថាម៉ាណាប៊ូសេនសេហើយមានហៅថាសេនសេទៅហើយហ្គេមទី2ដែលពួកគាត់ត្រូវលេងនោះគឺមានឈ្មោះថាបេតមកស៊ូហ្គូរូគូហើយលក្ខខណ្ឌដើម្បីឈ្នះនៅក្នុងហ្គេមមួយនេះគឺវាពិតជាងាយស្រួលខ្លាំងមែនទែននោះពួកគាត់គ្រាន់តែធ្វើឲ្យម្នាក់ត្រូវបានចាក់ចេញហើយបញ្ជូនពួកគេទៅឋាននរកហើយសេនសេក៏បង្ហាញពួកគាត់អំពីទូកាកេគូឈីដែលឲ្យពួកគាត់សរសេរនៅពាក្យអាក្រក់ណាមួយតាក់ទងពីមិត្តរបស់ពួកគាត់នៅក្នុងទូមួយនេះជាឯកជនចំនួនរយៈពេល3វិនាទីច្រឡំ3នាទីនៅពេលពួកគាត់គឺសរសេរនៅពាក្យអាក្រក់ណាមួយតាក់ទងពីមិត្តភ័ក្តិរបស់គាត់ហើយដាក់វានៅក្នុងប្រអប់ហើយគាត់ផ្ទាល់គឺជាអ្នកចាប់យកនៅសម្បត្តិសំណួរទាំងអស់នោះយកមកអានឧទាហរណ៍ថាសម្បត្តិដែលតាក់ទងជាមួយយោតូរីនៅក្មេងទេទៅផៃធំដល់កហើយឈីបេអោនេះធំឡើងដល់ស្លាប់បដ ாய் យោឈីអ្នកមានលាក់មុខនៅពេលគាត់បានបញ្ចប់នៅការអានសម្បត្តិពួកគាត់អស់គ្នានឹងត្រូវបានស្រង់ទេដោយពាក្យអាក្រក់របស់ពួកគាត់ជាមួយនឹងព្រះឧទាហរណ៍ថាបច្ចុប្បន្នម៉ាកាតូទទួលបានលេខ1ទទួលបាន5 space យោឈីលេខ2ទទួលបាន4 space ឈីហូលេខ3ទទួលបាន3 space លេខ4តេនជីទទួលបាន2ហើយចុងក្រោយគេលេខ5យូតូរីទទួលបាន1 space ហើយនៅពេលដែលការស្រង់មតិត្រូវបានបញ្ចប់ពួកគាត់អាចឈានតាម space នីមួយៗដែលហ្គេមគឺបានណែនាំហើយពួកគាត់ទៅលេងរហូតដល់តែមានម្នាក់គឺអាចទៅដល់គោលដំបូងគេបង្អស់ហើយពេលនោះពួកគាត់ក៏អាចឈ្នះនៅក្នុងហ្គេមមួយនេះហើយនៅពេលដែលហ្គេមត្រូវបានបញ្ចប់ពួកគាត់ម្នាក់នៅទទួលបានទឹកប្រាក់ចំនួន 40000 យេនជាបន្ទុកឯកជនដែលមានទឹកប្រាក់សរុបចំនួន1លានយេនហើយពួកគាត់ក៏អាចនាំគ្នាត្រឡប់កាន់ផ្ទះរបស់ពួកគាត់វិញបានផងដែរតែត្រូវចងចាំថាត្រូវតែមានម្នាក់ធ្លាក់ចូលទៅឋាននរកហើយម៉ាកតូក៏បានសួរទៅកាន់សេនសេថាចុះប្រសិនបើសម្បត្តិអូគឺវារត់ទេតែពួកគាត់ក៏អាចដើរជាមួយនឹងគ្នាបានមែនទេហើយសេនសេក៏បាននិយាយថាគឺវាមែនហើយឈីហូដល់នៅចិត្តនោះគឺនាងរៀងបារម្ភឃើញចឹងយោឈីក៏មិនលួងលោមទៅហើយយូតូរីដល់នៅចិត្តនោះបន្ទាប់ពីឃើញភាពស្និទ្ធស្នាលរបស់ឈីហូជាមួយយោឈីបែបនេះក៏បានធ្វើនាងគឺមិនសូវសប្បាយចិត្តទេដោយសារតែយូតូរីគឺនាងបានស្រឡាញ់ទៅកាន់យោឈីហើយម៉ាកតូដល់នៅចិត្តនោះគាត់ក៏មិនសូវស្រួលដែរដោយសារតែគាត់ក៏បានស្រឡាញ់ទៅកាន់ឈីហូបន្ទាប់មកហ្គេមទី2រ៉ោនទី1ក៏បានចាប់ផ្ដើមតែក្នុងរ៉ោនមួយនេះក្នុងសបត់គឺទទេទាំងអស់ដូច្នេះសេនសេក៏បានប្រាប់ពួកគាត់ឈានជើងមួយជំហានទៅកាន់ស្ពែខាងមុខបន្ទាប់មកការកំណត់ក៏បានកំណត់ទៅលើពួកគាត់ទាំងអស់គ្នាហើយពេលនោះក៏មានផ្ទះមួយបានលោតថាពួកគាត់ត្រូវបានគូនបន្ថែមនៃបំណុលចំនួន1សែនយេនបន្ថែមទៀតដូច្នេះគឺមានន័យថានៅក្នុងហ្គេមទី2នេះគឺមានស្ពែសរុបចំនួន60ហើយក្នុងចន្លោះនៃស្ពែគឺមានទឹកប្រាក់នៃបំណុលត្រូវការឡើងចំនួន1សែនយេនប្រសិនបើពួកគាត់គឺធ្វើដំណើរពីស្ពែទី1រហូតដល់ស្ពែទី60នោះទឹកប្រាក់បំណុលរបស់ពួកគាត់ត្រូវបានកើនឡើងចំនួន6លានយេនបន្ថែមហ្គេមទី2រ៉ោនទី2ក៏បានចាប់ផ្ដើមបន្តតែក្នុងរ៉ោនមុននេះគឺដូចមុនអញ្ចឹងគឺតទេដដែលក៏តែអ្វីដែលខុសពីរ៉ោនមុនគឺទឹកប្រាក់នៃបំណុលក៏ត្រូវបានកើនឡើងចំនួន5សែនយេនម្ដងដូច្នេះគឺមានន័យថាក្នុងស្ពែនីមួយគឺវាមិនមែនមានត្រឹម1សែនយេននោះទេវាអាចលើសពីនឹងផងដែរសេនសេក៏បានប្រាប់បន្ថែមថានៅពេលដែលមាននរណាម្នាក់អាចទៅដល់គោលដំបូងគេទាំងអស់នោះទឹកប្រាក់បំណុលដែលនៅសល់អ្នកដែលនៅខាងក្រោយត្រូវបានផ្ដល់ទៅកាន់អ្នកដែលដល់គោលដំបូងគេទាំងអស់ដូច្នេះគឺនិយាយឲ្យខ្លីអ្នកដែលបានទៅដល់គោលដំបូងគេគឺជាអ្នកចាញ់ហើយទទួលនៅបំណុលសរុបទាំងអស់តែម្ដងហ្គេមទី2រ៉ោនទី3ក៏បានចាប់ដើមបន្តទៀតម្ដងនេះសេនសេគាត់បាននិយាយថាម្ដងនេះក្នុងសបុតគឺមិនអត់ទេទៀតនោះទេហើយពួកឯងរងចាំស្ដាប់នៅសំណួរដែលក្នុងសបុតទៅពួកអដែងតែក្នុងសបុតមួយនេះគឺបានសរសេរថាឈីហូគ្នាបានចូលចិត្តទៅកាន់យូអេឈីហើយនៅក្នុងសម្បត្តិមួយទៀតគឺបានសរសេរថាឈីហូនេះក៏ធ្លាប់ជាដេតជាមួយនឹងតេនជីនៅពេលដែលឈីហូនេះបានលើនៅសំណួរនៅក្នុងសម្បត្តិមួយនេះក៏បានធ្វើនាងបិច្ឆាំងខ្លាំងមែនទែនហើយឈីហូនេះវាឆ្ងល់ខ្លាំងណាស់ថាណាគេជាអ្នកសេរឿងមួយនេះនៅក្នុងសម្បត្តិហើយពេលនោះម៉ាកតូក៏បានសួរទៅកាន់យូឈីថាតើគាត់គឺចូលចិត្តទៅកាន់ឈីហូមែនទេហើយម៉ាកតូនិយាយខ្លួនឯងទេតែចង់ខឹងទៅកាន់យូឈីទៀតនៅពេលដែលតេនជីគាត់បានឃើញចឹងតេនជីគាត់ក៏បានមកស្រួលទៅតែម៉ាកតូគាត់គឺមិនស្ដាប់ទេហើយម៉ាកតូគាត់ក៏បាននិយាយថាគឺមិនពាក់ព័ន្ធជាមួយនឹងគាត់នោះទេឮចឹងតេនជីគាត់ក៏ខឹងផងដែរហើយតេនជីគាត់ក៏បាននិយាយថាគឺវាត្រូវតែពាក់ព័ន្ធហើយក៏ព្រោះតែឈីហូនេះក៏ធ្លាប់ជាសង្សារចាស់របស់គាត់ផងដែរបន្ទាប់ពីឈីហូនេះគឺបានឃើញបែបនេះឈីហូនេះក៏បាននិយាយប្រាប់ពួកគាត់អំពី
ពីមូលហេតុតាហេតុអ្វីបានចំពោះគាត់គឺធ្លាប់ជាសង្សារគ្នាហើយតាហេតុអ្វីបានចំពោះគាត់គឺបែកគ្នាទៅវិញការពីមុនឪពុករបស់នាងនិងឪពុករបស់តេនជីគឺជាមិត្តស្និទ្ធស្នាលនឹងគ្នាហើយពួកគាត់តែមកជជែកគ្នាជាប្រចាំហើយពេលនោះក៏បានធ្វើនាងនិងតេនជីគឺស្និទ្ធស្នាលជាមួយគ្នាផងដែរថ្ងៃមួយពួករបស់នាងនិងពួករបស់តេនជីក៏បានភាសាគ្នាថាចង់ឲ្យនាងជាមួយតេនជីគឺរៀបការជាមួយគ្នាបន្ទាប់ពីនោះពួកយើងក៏បានចេញដេតជាមួយគ្នាហើយពួកយើងតែងតែដើរលេងអ៊ីច្រឡំពួកយើងតែងតែដើរទៅសាលាជាមួយគ្នារាល់ថ្ងៃផងដែរក៏តែទៅពីឆ្នាំមុនឪពុករបស់តេនជីគឺត្រូវបានស្លាប់ហើយតេនជីក៏បានផ្លាស់ប្ដូរសាលារបស់គាត់ចាប់តាំងពីថ្ងៃនោះមកពួកយើងក៏លែងបានជួបគ្នាបន្តទៀតហើយទៅក្នុងឆ្នាំនេះទេទើបនាងបានជួបជាមួយនឹងតេនជីម្ដងទៀតនៅពេលដែលម៉ាកាតូគាត់បានលឺនៅចម្លើយមួយនេះម៉ាកាតូគាត់ក៏បាននិយាយបោកចិត្តខ្លួនឯងថារឿងមួយនេះគឺមិនមែនជាការពិតនោះទេហើយម៉ាកាតូគាត់ក៏បានសួរសេនសេផងដែរតែសេនសេគាត់បាននិយាយថាមើលតាមមុខរបស់ពួកអាហ្នឹងទៅគឺមិនសមវាបោកនោះទេនៅពេលដែលតេនជីគាត់បានឃើញសភាពរបស់ម៉ាកាតូបែបនេះតេនជីគាត់ក៏បាននិយាយថាទទួលស្គាល់ការពិតទៅប្រូគេគឺមិនបានស្រឡាញ់ប្រូឯងនោះទេឮចឹងក៏បានធ្វើម៉ាកាតូគាត់បានខឹងតែម្ដងហើយពេលនោះមិត្តភាពរបស់ពួកគាត់ទាំងពីរហ្នឹងគឺចាប់ដើមប្រេះស្រាមហើយពេលនោះម៉ាកាតូគាត់ជ្រេញនៅមុខរបស់តេនជីខ្លាំងពេកគាត់ចង់ដាំម្ដាយហើយតែពេលនោះយ៉ូស៊ីគាត់បាននិយាយហាមឃាត់ដល់គាត់បាននិយាយថាឈប់ឈួតទៅពួកអារបស់យ៉ឥឡូវបែកគ្នាសិនក្នុងនាមយើងគឺជាមិត្តមិនត្រូវឆ្លោះគ្នាដោយសារតែស្រ័យនោះទេក៏ព្រោះតែយើងគឺជាមិត្តល្អនឹងគ្នាដូច្នេះរឿងតិចតួចចឹងគឺមិនបាច់ឆ្លោះគ្នានោះទេហើយយូតូរីនាងក៏បានសួរដល់កាន់ឈីហូថានាងគឺបានបារម្ភទៅកាន់ចំនួនរបស់តេនជីនិងម៉ាកាតូមែនទេហើយឈីហូនាងក៏បាននិយាយថាមែនហើយយូតូរីនាងក៏បានបន្តថាហើយចោះចំណាយរឿងដែលឈីហូក៏នាងបានចូលចិត្តទៅកាន់យូស៊ីវិញដែលយើងគឺមិនបានដឹងថាឈីហូក៏នាងផ្ដល់នៅចម្លើយវិញពេលនោះហ្គេមទី2រ៉ោនទី4ក៏បានចាប់ផ្ដើមបន្តហើយនៅរ៉ោនទី4នេះសម្បត្តិនៅសល់ត្រឹមតែ3ប៉ុណ្ណោះដែលជារបស់យូស៊ីម៉ាកាតូជាមួយឈីហូតែក្នុងសម្បត្តិរបស់ឈីហូគឺវាសំខាន់ជាងគេចឹងអេមីងគឺនឹងហៅរបស់ឈីហូតែម្ដងតែក្នុងសម្បត្តិរបស់ឈីហូគឺបានសេថាឈីហូនេះគឺធ្លាប់ទៅកែសម្ផស្សផ្លាស្ទិកហើយមានដល់ផ្លាស្ទិកនឹងស្អីគេទេកែសម្ផស្សហ្នឹងដោយសារតែសាច់រឿងគេស្អីចឹងចាអានគេនៅពេលដែលឈីហូនេះបានលើការសេនៅក្នុងសម្បត្តិមួយនេះគឺបានជួយឈីហូគឺនេះបិទជំរាបអាខ្លាំងពេកហើយឈីហូនេះបិទឆ្ងល់ខ្លាំងណាស់ថារបស់យោណាគឺបានសេនៅរឿងមួយនេះទៀតហើយអ្នកគ្នាដឹងទៀតចាប់បាត់មានខំបញ្យល់ឡើងមកកណោហើយមានខំបង្ហាញតម្រុយឡើងមកកណោគ្នាដឹងទៀតចាប់បាត់ហើយបន្ទាប់មកការស្រមតិក៏បានបង្ហាញឡើងដោយតួអវិជ្ជមានរបស់ឈីហូគឺមានការស្រមមួយហើយឈីហូនេះក៏បានធ្វើដំណើរតាមស្ពេសដែលហ្គេមគឺបានណែនាំហើយពេលនោះម៉ាកាតូក៏បានសួរកាន់ឈីហូថាតើរឿងមួយនេះគឺជាការពិតឬអត់ហើយឈីហូនេះក៏បានងាកមកនិយាយជាមួយម៉ាកាតូហើយក៏បាននិយាយថាចុះបើសិនមករឿងមួយនេះគឺជាការពិតតើគាត់នឹងចូលចិត្តនឹងរាប់អាននាងទៀតដែរឬទេបន្ទាប់មកអាចារ្យសក់ខ្លីនាងក៏បាននិយាយប្រាប់យើងបានដឹងថាមិត្តភាពគឺវាមាន3ប្រភេទមិត្តភាពដែលរាប់អានគ្នាដែលធ្វើឲ្យមិត្តម្ខាងទៀតតែសប្បាយរីករាយជានិច្ចមិត្តភាពដែលរាប់អានគ្នាដោយសារតែការណែតែចេញមកការពារទោះបីជារឿងមួយនេះមិនមែនជារឿងផ្ទាល់ខ្លួនក៏ដោយមិត្តភាពដែលរាប់អានគ្នាដោយសារតែលុយនិងទ្រព្យសម្បត្តិមុនពេលបញ្ចប់សាច់រឿងយើងបានឃើញថាយុទ្ធរីនាងក៏បានយំដល់មិនដឹងជាការរឿងអ្វីនោះទេ